សូមគោរពជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះថ្ងៃទី16ខែ5ឆ្នាំ2025ហើយបងប្អូននេះខ្ញុំកំពុងតែមកកាត់ស្លឹកប្រទាលស្បូនស្ត្រីជូនភ្ញៀវនៅខាងខេត្តតាកែវគាត់ត្រូវការ1គីឡូនោះខ្ញុំកាត់រងខាងនោះប៉ុន្តែឃើញថាផ្កាវាស្អាតហើយក៏មកថតផ្កាបងប្អូនមើលខ្ញុំក៏នេះហើយអានេះស្លឹកនៅខ្លីៗយកតាន់កាត់ហើយយ៉ាងកាត់ខាងនោះអានេះកាត់ហើយប៉ុន្តែអត់មកទៅថ្លឹងនឹងគ្រប់នៅបើថាអត់គ្រប់យើងកាត់ថែមទៀតបងប្អូនត្រូវការអាចតាក់ទងបានអរគុណច្រើន